Ba này chỉ chi tức pi cả sầm nọแต่បាយដែលខ្ញុំបានធ្វើខ្ញុំធ្វើបានរយៈពេល2សប្តាហ៍ហើយនៅខាងលើនេះឃើញថាមានចកចកនេះមិនមែនជាកាកសំណល់ផ្ទះបាយទេប៉ុន្តែគឺខ្ញុំបានមកពីអាងចំត្រីដោយសារតែចកនៅក្នុងអាងចំត្រីរបស់ខ្ញុំកើតច្រើនអញ្ចឹងមកខ្ញុំដួសវាយកមកធ្វើជីអញ្ចឹងណាតែវត្ថុធាតុដើមគោលនោះគឺកាកសំណល់ផ្ទះបាយដែលមានសបកផ្លែឈើហើយនឹងកតិកទីបន្លែបាទកាកសំណល់បន្លែណាដែលយើងសល់ពីការស្លហ្នឹងគឺយើងយកមកដាក់ចូលទៅក្នុងហ្នឹងហើយខ្ញុំសំជារៀងរាល់ថ្ងៃថាមួយថ្ងៃសល់បន្តិចមួយថ្ងៃសល់បន្តិចទៅយើងដាក់ចូលទៅឥឡូវបាន2សប្តាហ៍អត់ទាន់ពេញទេបាទហើយឃើញថាកាកសំណល់ដែលយើងដាក់នេះគឺវារលួយបានល្អមែនតើអញ្ចឹងប្រហែលជាខ្ទង់រយៈពេល1ខែគិតចាប់ពីថ្ងៃដែលយើងជប់ដាក់កាកសំណល់ថ្មីអាចប្រើបានហើយបាទនេះសបកសកានេះសបកចេកអីហ្នឹងបាទហើយវិធីសាស្ត្រក្នុងការធ្វើជីទឹកបែបនេះគឺងាយស្រួលទេយើងមានធុងស្ពេត្រូមួយមកយើងដាក់ទឹកប្រហែលជា1/3នៃធុងបាទយើងដាក់ទឹកតែ1/3ទេថាយើងដាក់ទឹកត្រឹមនេះមកបាទទុកចន្លោះខាងលើនេះយើងដាក់កាកសំណល់បាទអញ្ចឹងទឹកដែលយើងដាក់1/3ហ្នឹងយើងដាក់ទឹកស្អាតបាទយើងដាក់ទឹកស្អាតអាចដាក់ទឹកម៉ាស៊ីនក៏បានដែរឬក៏អត់មានទឹកម៉ាស៊ីនយើងដាក់ទឹកស្រះទឹកត្រពាំងក៏បានឲ្យតែជាប្រភេទទឹកស្អាតដែលអត់មានកកដីឬក៏មេរោគអញ្ចឹងណាបាទលើកលែងតែទឹកស្អុយទេបាទអញ្ចឹងយើងដាក់ទឹកនឹងចូលមកយើងលាយជាមួយនឹងស្កររងូបាទលាយជាមួយស្កររងូហើយនឹងមេអតិសកុមប្រានឬក៏យើងមាន EM ក៏ល្អដែរយើងអាចដាក់លាយនៅក្នុងហ្នឹងមកបាទអញ្ចឹងស្កររងូគឺវានឹងទៅចិញ្ចឹមមេអតិសកុមប្រានឬក៏មេ EM ហ្នឹងដើម្បីឲ្យវាកើតនៅក្នុងចំនួនច្រើនអញ្ចឹងណាពេលដែលយើងដាក់កាកសំណល់ផ្ទះបាយចូលទៅគឺវាបំបែកបានលឿននិយាយខ្លីទៅគឺវាឆាប់រលួយឆាប់បានប្រើអញ្ចឹងណាបាទបើយើងអត់មានស្កររងូទេយើងអត់មានមេអតិសកុមប្រានទេក៏យើងធ្វើបានដូចគ្នាយើងត្រាំវានៅក្នុងទឹកធម្មតាតែគាត់ថាវាយូរណាដោយសារវាយូរមេអតិសកុមប្រានតិចដំណើរការនៃការរលួយក៏វាយូរដែរអញ្ចឹងណាបាទតែយើងនៅធ្វើបានដូចគ្នាហើយបើសិនបងប្អូនដាក់ស្កររងូដាក់មេអតិសកុមប្រានយើងធ្វើទៅគឺវាអត់មានក្លិនស្អុយទេវាមានក្លិនជូររបៀបដូចជ្រក់ណាបាទវាមានមេមានអីចឹងទៅវាធំជូរដូចជ្រក់បាទវាអត់ស្អុយទេបាទចឹងយើងថែមមួយថ្ងៃតិចរហូតតទៅពេញចឹងទៅបាទហើយពេលដែលយើងដាក់ថែមយើងជ្រុំអ្វីដែលយើងថែមកាកសំណល់ដែលយើងថែមចុះទៅក្រោមមិនបាច់កោទេគ្រាន់តែជ្រុំឲ្យវាចូលទៅក្នុងទឹកហ្នឹងទៅបានហើយបាទពេលដែលយើងពេញយើងបិទគម្របទឹកចោលហើយអាចជ្រុំវាមួយថ្ងៃម្ដងអីចឹងទៅបាទរយៈពេល30ថ្ងៃយើងអាចដងយកទឹកថ្លាហ្នឹងយកមកលាយជាមួយនឹងទឹកធម្មតាស្រោចនៅលើដីមុនយើងដាំដុះបានជួយឲ្យដីរបស់យើងផុសល្អបង្កើនមីក្រូអតិសកុមប្រានមានប្រយោជន៍កាត់បន្ថយជំងឺអញ្ចឹងណាតែបើយើងចង់ស្រោចនៅលើកូនបន្លែយើងអាចមានកូនកសែងមួយដើម្បីច្រោះយកកកនិងកន្តិចកន្ទីសម្រាមចេញណាបាទបើយើងអត់ច្រោះទេកកឬក៏កន្តិចកន្ទីសម្រាមហ្នឹងនៅពេលដែលវាដក់នៅលើស្លឹកអាចធ្វើឲ្យដំណាំរបស់យើងហ្នឹងវាមានផលប៉ះពាល់ដែរបាទ